បងប្អូនធ្លាប់បានស្ដាប់បានដឹងនៅប្រវត្តិអិសរាជជនឬក៏ព្រះមហាក្សត្រថ្នាក់ដឹកនាំកម្ពុជាជាច្រើនមកហើយប៉ុន្តែតើបងប្អូនធ្លាប់បានស្ដាប់និងទទួលដឹងនៅជីវប្រវត្តិរបស់សម្ដេចម៉ែដែលជាអគ្គមហេសីរបស់ព្រះបាទនរោត្តមសីហនុដែលទ្រង់បានចូលទីមង្គលទៅហើយនោះដែលជាព្រះមហាក្សត្រីដ៏មានកិត្យានុភាពព្រមទាំងមានចិត្តសន្តោសប្រណីដ៏ខ្ពង់ខ្ពស់ចំពោះប្រជានារីហើយជាម្លប់ដល់កូនចៅយើងធ្លាប់បានដឹងពីប្រវត្តិអ្នកប្រាជ្ញឬក៏ថ្នាក់ដឹកនាំឬក៏ព្រះមហាក្សត្រល្បីៗប៉ុន្តែចំពោះជីវប្រវត្តិរបស់មហាក្សត្រីយើងពិតជាពិបាកនៅក្នុងការរកនិងបានដឹងខ្លាំងមែនទែនព្រោះតែมันមានឯកសារច្រើននិយាយអំពីព្រះមហាក្សត្រីទេអញ្ចឹងក្នុងនេះគឺជាប្រវត្តិសង្ខេបពីជីវប្រវត្តិព្រះមហាក្សត្រីដោយសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះរាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលប្រសូតនៅថ្ងៃទី18ខែមីនាឆ្នាំ1936សម្ដេចព្រះមហាក្សត្រីព្រះនាមដើមបុលមុនីនាថអ៊ីហាស៊ីព្រះបិតានាម Francfort អ៊ីហាស៊ីដើមកំណើតអ៊ីតាលីដែលទទួលមរណភាពនៅក្នុងសង្គ្រាមលោកលើកទី2ព្រះមេដាព្រះនាមប៉ុលពីងជនជាតិខ្មែរព្រះអាយកោរបស់ព្រះមហាក្សត្រីព្រះនាមពុកព្រះមហាក្សត្រីមានព្រះអនុជព្រះនាមអាម៉ារីអ៊ីហាស៊ីកាលពីនៅកុមារភាពទ្រង់បានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តមមធ្យមសិក្សានៅឯវិទ្យាល័យព្រះស៊ីសុវត្ថិនិងនៅលីសេដេកាក្រុងភ្នំពេញសម្ដេចម៉ែអាចមានព្រះបន្ទូលជាភាសាបានចំនួន3ភាសាបារាំងភាសាអង់គ្លេសនិងភាសាខ្មែរសម្ដេចម៉ែបានរៀបអភិសេកជាមួយនឹងព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុព្រះមហាវរក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅខែមេសាឆ្នាំ1952សម្ដេចព្រះមហាក្សត្រីទ្រង់មានព្រះរាជបុត្រ2អង្គគឺសម្ដេចព្រះបរមនាថនរោត្តមសីហមុនីដែលជាព្រះមហាក្សត្រនៃប្រជាកម្ពុជាបច្ចុប្បន្ននិងព្រះអង្គម្ចាស់នរោត្តមនរឹងពុនពងព្រះអង្គម្ចាស់នរោត្តមនរឹងពងបានសោយទីមង្គលនៅឆ្នាំ2003ដោយជំងឺបេះដូងបាត់ទៅហើយនៅចុងឆ្នាំ1960សម្ដេចម៉ែជាប្រធានកាកបាទក្រហមកម្ពុជានិងបច្ចុប្បន្ននេះទ្រង់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសម្ដេចម៉ែទ្រង់ជាអគ្គមហេសីសំណប់របស់ព្រះបាទនរោត្តមសីហនុព្រះមហាក្សត្រដែលទទួលសេចក្តីស្រឡាញ់មេត្តាប្រពន្ធយ៉ាងខ្លាំងពីព្រះស្វាមីក្នុងពេលដ៏យូរលង់ជាងប្រណាស់សតវត្សទៅហើយនេះសម្ដេចព្រះរាជមេត្តាជាតិខ្មែរព្រះអង្គបានយាងតាមព្រះករុណាព្រះមហាក្សត្រស្ទើរគ្រប់ទីកន្លែងគ្រប់កលៈទេសៈមិនថានៅក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី18ខែមីនាឆ្នាំ1970សម័យកម្ពុជាប្រជាធិបតេយ្យសម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិចឬសម័យព្រះរាជាណាចក្រកម្ពុជាទី2នោះឡើយនៅពេលបច្ចុប្បន្ននេះនៅថ្ងៃទី29ខែតុលាឆ្នាំ2004ព្រះករុណាសម្ដេចព្រះបរមនាថសីហនុព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំបរមងារថ្វាយព្រះរាជមេដាដោយថ្វាយព្រះបរមងារថាសម្ដេចមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះរាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលដូច្នេះចំពោះជីវប្រវត្តិរបស់ព្រះមហាក្សត្រីយានីរបស់យើងមិនមានជាច្រើនទេដោយសារតែទ្រង់មិនបានជាថ្នាក់ដឹកនាំប្រទេសដោយព្រះមហាក្សត្រនរោត្តមសីហនុឬអិសរាជជនផ្សេងៗទៀតឡើយប៉ុន្តែយ៉ាងណាមិញគេក៏នៅតែចាប់ទុកថាព្រះមហាក្សត្រីដែលជាព្រះរាជមេដានៃព្រះរាជាកម្ពុជាខ្មែរយើងក៏ជាអិសរាជជនម្នាក់ដែលបានឆ្លងកាត់នៅប្រវត្តិសាស្ត្រ
ដ៏ជូរចត់ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមសម័យកម្ពុជាប្រជាធិបតេយ្យសម័យលន់នល់ដែលដើរតួនិងដើរជ្រុំជ្រែងដល់រាជកិច្ចរបស់ព្រះបាទរោត្តមសីហនុ ហើយសពថ្ងៃនេះទ្រង់ក៏ជាមលុបដល់តិចហើយនៅជាព្រះមេដាជាតិរបស់ព្រះបាទនរោត្តមសីហមុនីសពថ្ងៃដូច្នេះសង្ឃឹមថាព្រះមហាក្សត្រីនឹងមានបច្ចុប្បន្នយឺនយូរព្រមទាំងជាមលុបដល់កូនចៅនិងកាន់តែមានអាយុវែងតទៅ